ពីវេលាម៉ោងប្រហែលជា12ជាងរំលងអត្រាឈានចូលថ្ងៃទី7ខែធ្នូឆ្នាំ2025នេះដោយកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខលោកប្រចាំការនៅត្រង់ចំណុចស្តុបការពីផ្លូវភ្នំពេញហាណូយស្រាប់តែលេចមុខមេងទំនើបវិក្រមជិះម៉ូតូជាច្រើនគ្រឿងមកធ្វើសកម្មភាពបង្ហោះកាត់មុខពេលសមត្ថកិច្ចជិះប្រដេញរួចលើកដៃជាសញ្ញាឌឺពេលនេះយើងឃើញស្ថានភាពជាក់ស្ដែងហើយត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខជិះប្រដេញតាមផុតបានភ្លាមៗនឹងតែម្ដងអង្គុយនេះsana bên nàyអង្គុយsana chụp xaអង្គុយនេះsana bên nàyអង្គុយsanaនៅឈប់sanaនៅនឹងទៅមកខាងកម្លាំងអធិការខណ្ឌសែនសុខបានទិញមេទំនើបពីនេះឥឡូវខាងកម្លាំងអធិការខណ្ឌសែនសុខដឹកនាំដោយមេសូន5ឥឡូវចូលបានពីនេះបងប្អូនណាគេបានហាមខាត់ប្អូននៅតាមប្រព័ន្ធ social media តាមប្រព័ន្ធ Facebook គេបានផ្សព្វផ្សាយទាំងអស់ណាមូលហេតុអីបានបងប្អូននាំគ្នាជិះក្រុមហើយនាំគ្នាបង្ហោះម៉ូតូអញ្ចឹងវាសមរម្យទេណាគ្នាប្អូនដេញមកមិញសិតបក់ដៃឲ្យប៉ូលីសទៅតាមទៀតណាហើយខ្លួនឯងធ្វើអីខ្លះមើលពាក់កវិលអញ្ចឹងអីសមរម្យទេណាធ្វើអីរងថ្ងៃធ្វើការអីគេធ្វើការរោងចក្រហើយពាក់កវិលពាក់អីសំរុំដែរបងឯង slot boat ក៏គេថាបងឯងមិនត្រឹមត្រូវដែរណាមើលសក់វែងសក់អីអញ្ចឹងមុខមាត់ស្អាតបាតដែរប៉ុន្តែមិនបានទៅរបៀបអញ្ចឹងឥឡូវគោលការណ៍ម៉ូតូពួកបងអូនគឺប្រហោះគឺគោលការណ៍របស់ថ្នាក់ដឹកនាំគឺឲ្យបងដកហ៊ុនម៉ូតូបងអូន3រយៈពេល3ខែទុកណាហើយទីទៀតបងយកបងអូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីធ្វើឯកសារដកហូតម៉ូតូទុកណាហើយតាក់តងឲ្យអាណាព្យាបាលមកធានាយកត្រឡប់ទៅវិញតែម៉ូតូទុករយៈពេល3ខែសិនពាក់ព័ន្ធនឹងបងអូនរបស់ម៉ូតូណាសំរុំណាស់ជិះម៉ូតូម្ដងលេង10 20ម៉ូតូអញ្ចឹងវាសំរុំទេទៅណានាំគ្នាទៅណាចូលជាវងជាក្រុមឃើញអាក្រុមផ្សេងមកឌឺដងវាយកាប់ចាក់តតធាក់ទៀតហើយត្រឹមត្រូវដែរ